ជំរាបសួរបងប្អូនទាំងអស់គ្នាទីគោរពរាប់អានថ្ងៃនេះខ្ញុំធ្វើបង្ហាញរថយន្តមួយគ្រឿងទៀតហើយសម្រាប់បងប្អូនតម្រូវការឡាន1តោនកន្លះបាទ1តោនកន្លះផុនកូរ៉េគឺឡានដែលធន់សាក់ស៊ីធំទៅទីឡើងហើយសបកថ្មី6គ្រាប់ឯកសារគ្រប់បងប្អូនឈៀបក្នុងផ្លូវគ្រប់ហើយចកូននៅកដាលបាទចកូននៅកដាលភ្លើងគឺច្បាស់គ្រប់គ្រាន់បាទគឺម៉ាកទីតាន់បាទតម្លៃគិតធូរថ្លៃឲ្យបងប្អូនបាទអត់គិតថ្លៃទេឡានរៀបចំអស់ច្រើនណាបងប្អូនបាទរៀបចំអស់ច្រើនមែនទេឡាននេះហើយខ្ញុំរៀបចំមកស្អាតណាបងប្អូនរៀបចំមកស្អាតខ្ញុំបាញ់មកជុំឡើងវិញទាំងអស់ទឹកឆ្នាំហើយស្ពកថ្មីបងប្អូនមើលសបកបាទហើយកញ្ចក់អីវ៉ាន់ស្អាតទាំងអស់ឯកសារគ្រប់បងប្អូនបាទនេះឈៀកក្នុងផ្លូវនៅគ្រប់ទាំងអស់មួយញ៉ាទេនៅមានគ្រប់គ្រាន់បាទថ្លៃធូរថ្លៃជូនបងប្អូនធូរមែនទែនបាទតម្លៃលក់2990បាទភាពពិតទៅខ្ញុំចង់ដាក់តម្លៃសម្រាប់បងប្អូនត3500អីតែមកដល់ពេលនេះម៉ោងនេះគឺខ្ញុំអត់លក់កាត់ថ្លៃទេបងប្អូនបាទលក់ទៅតាមតម្រូវការជីវភាពរបស់បងប្អូនដែលយកដឹកដៀវបាទខ្ញុំលក់តែ2990ទេតម្លៃលក់ខ្ញុំយកចំណេញតិចបំផុតបាទពូពីដើមខ្ញុំធ្លាប់ពិបាកអញ្ចឹងទេការរៀបចំឡានគឺខ្ញុំយកចិត្តទុកដាក់ខ្លាំងមែនទែនបងប្អូនបាទស្អាតមែនទែនខ្ញុំវាមិនស្អាតណាស់មកល្មមទទួលយកបានបាទអញ្ចឹងតម្លៃធូរបញ្ជាក់ណាស់ម៉ាស៊ីនល្អប្រអប់លេខល្អចកូតធូរមែនទែនចកូតបាទចកូតធូរហើយសបកថ្មីទាំងអស់ហើយប្រភេទឡានមានធុងហើយស្រាចេះកុំមកបានណាតម្លៃលក់បញ្ជាក់បងប្អូន2990មានអីដោះដូរវាយដូរបានអីទេទីតាំងនៅបាត់ដំបងបងប្អូនបាត់ដំបងបាទអានេះខ្ញុំបិទអត់តាន់ចិត្តបាទព្រោះដៃមួយខាងកាន់កាមេរ៉ាដៃមួយខាងបិទទ្វារបាទហើយនៅល្អទាំងសាក់ស៊ីទាំងអីវិញនៅល្អទាំងអស់បងប្អូនខ្ញុំបញ្ជាក់យកទៅអត់មានថយទេបងប្អូនយកទៅប្រើហ្មងបាទពួកខ្ញុំចំណាយពេលវេលាឡើងឈៀកបងប្អូនផ្លូវឯកសាររៀបឲ្យមកគ្រប់ហើយចម្រឹងដៃឲ្យដាក់ឲ្យមកមុំសម្រាប់បងប្អូនដឹកអីវ៉ាន់ធ្ងន់បងប្អូនដឹក5តោនក៏បានដែរអត់អីទេណាដោយសារអីឡាននេះ1តោនកន្លះពេញបញ្ជាក់ឡាន1តោនកន្លះពេញសបកថ្មីទាំងអស់ហ្នឹងអត់មានទៅធ្វើអីទាំងអស់ប្រេមសិនប្រេងប៉ុងអីខ្ញុំមើលអស់ហើយបងប្អូនបាទហើយឡានលេងហើយអស់អញ្ចឹងហើយបាទឃើញទេហើយអញ្ចឹងហ្មងបងប្អូនមើលបាទឃើញទេស្អាតមែនទែនតែខាងក្នុងក៏ល្អក៏មើលទៅចូលភ្នែកដែរតែយីបងប្អូននេះប៉ុងធំបងប្អូនឃើញទេស្ទះរឹងមាំស្ទះឡើងហើយអស់ហើយបងប្អូនដាក់5តោន3តោន8ឡើងលើបានបាទនោះសាក់ស៊ីធំព្រោះអានេះអាទីតាំងនេះណាសម្រាប់បងប្អូនតែធ្លាប់ប្រើគាត់យល់ច្បាស់ហើយពួកទីតាំងនេះបញ្ជាក់សកលធូហើយកន្លែងចកូតធូហើយលេខនេះនៅកដាលណាបាទធម្មតាពួកនេះលេខនៅកតែកែមកដាក់កដាលអស់ហើយស្រួលប្រើប្រាស់មែនតើនេះសបកថ្មីខ្ញុំអត់និយាយមែនតើបាទឃើញមិនថាអញ្ចឹងហើយឡាននេះខ្ញុំធ្វើវីដេអូតាំងពីខ្ញុំយកមកដំបូងបាទខ្ញុំធ្វើវីដេអូកំពុងតែធ្វើឆ្នាំក៏ធ្វើវីដេអូជូនទាំងអស់បាទរហូតដល់ថ្ងៃហ្នឹងគឺរៀបចំហើយជាស្ថាពរបាទរួចរាល់ហើយអានេះតាំងពីទៅអត់ត្រូវបាញ់ទេមកកណ្ដាលហ្នឹងបាញ់កាប៊ីនហើយតែដេកគិតអង្គុយគិតមើលយូរទៅអត់កើតព្រោះឡានយើងរៀបចំលក់យើងយកបេះដូងយកមកដាក់ខ្លួនឯងថាឡាននេះប្រើប្រាស់ខ្លួនឯងអញ្ចឹងកន្លែងណាស្ទើកន្លែងណាអន់គឺរៀបចំរហូតដល់ស្អាតស្រស់អញ្ចឹងបែបអញ្ចឹងល្អទាំងសម្រស់ល្អទាំងគុណភាពបងប្អូនបាទអត់មានពិបាកទេណាឡានអត់ពិបាកទេបងប្អូនមើលកៅអីហ្នឹងណាស្អាតស្រោមពុកស្រោមអីលេងហើយមកអស់អត់មានឡានប្រភេទកក្រិចឬក៏ស្មូក្រោកទេបាទមើលទៅមានសកម្មភាពសមរម្យទទួលយកបានហើយពីដើមមិញសម្រាប់ឡានកិច្ចការងារតម្លៃឡានពួកនេះខ្ញុំមិនដែលលក់តម្លៃហ្នឹងទេ35 38អីវិញណាបងប្អូនបាទអត់ក្រោម30ទេតែខ្ញុំរៀបចំអស់ច្រើនមែនទែនដូចទឹកឆ្នាំអីវិញកាន់លុយ1លានរៀបអត់ហើយទេណាបាទខ្ញុំរៀបលើសហ្នឹងទឹកឆ្នាំបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនតម្រូវការរថយន្តប្រើប្រាស់អញ្ជើញមកអត់ខុសបំណងទេសេវាកម្មយកដល់ផ្ទះបងប្អូនបាទដល់ផ្ទះដល់ណាក៏បានអត់អីទេហើយខ្ញុំលើកទឹកចិត្តបងប្អូនដែលតម្រូវការខ្វះខាត
សម្រាប់ការមានកំណត់អាចអញ្ជើញមើលរថយន្តមួយគ្រឿងនេះបានទឹកដៀវរលុយបានវើកង់បានលុយវើកង់បានលុយហើយបាទតម្លៃភាពពិតទៅចង់ប្រហាក់ប្រហែលនឹងម៉ូតូមួយគ្រឿងដែរតែអាទិត្យនេះរលុយឲ្យយើងបានច្រើនបងប្អូនយកទៅប្រើចំគោលដៅបាទបើយើងទិញម៉ូតូអសង24 25ក៏27 28តម្លៃហើយឡាននេះតម្លៃស្មើនឹងម៉ូតូមួយគ្រឿងអញ្ចឹងអត់ថ្លៃសម្រាប់បងប្អូនទេខ្ញុំលក់ធូរថ្លៃទី1ខ្ញុំពិបាកខ្ញុំយល់ពីតម្រូវការរបស់បងប្អូនខ្វះអញ្ចឹងបងប្អូនអាចយករថយន្តទៅប្រើបានដោយសុវត្ថិភាពបាទនៅខេត្តណាក៏បានខ្ញុំយកដល់ផ្ទះអត់បញ្ហាទេបាទសម្រាប់កម្មដល់ផ្ទះហ្មងហើយឡានការ៉េយើងសងៃអត់សូវសម្បូរទេហើយពួកនេះខ្ញុំកាត់ចូលរហូតមានគោលការណ៍របស់ខ្ញុំទី1ម៉ាស៊ីនល្អបាទហើយគ្រឿងបន្ទាប់ផ្សំអីចឹងវិញនៅល្អវិញទៅបានហើយគ្រឿងក្រៅនេះខ្ញុំបាញ់តាមក្រួយបានទេអាហ្នឹងបាទតែសំខាន់ឯកសារគ្រប់គ្រាន់ត្រឹមត្រូវច្បាស់លាស់អូខេទទួលយកបានទី2ម៉ាស៊ីនល្អកុំឲ្យម៉ាស៊ីនគុណភាពក្រោម 50% ឡើងលើគឺហៅថាម៉ាស៊ីនអត់ទាន់យ៉ងអត់ទាន់ធ្លាក់ហើយអូខេយើងទទួលយកបានល្អផ្សារចម្រើនផលសម្រាប់ប្រើប្រាស់មុខរបរអាជីវកម្មក្នុងគ្រួសាររបស់យើងបានអត់មានបញ្ហាទេម៉ាស៊ីនប្រអប់លេខអូខេបានហើយគ្រឿងសំខាន់នេះដូចជាសម្បកអីវិញបងប្អូនអត់មានចំណាយសំបីតែរៀលលុយខ្មែរដើម្បីជួសជុលអត់ទេសំបីតែប្រេមសិនប្រេងប្រងប្រាំងអង្គយ៉ាអីខ្ញុំឆែកឆេរអស់ហើយបាទខ្ញុំផ្ដោតលើគុណភាពជាធំបាទខ្ញុំស៊ូហត់ចំណាយពេលវេលារៀបចំផលិតមើលអត់ឲ្យបងប្អូនហត់ជាមួយតែចាយលុយលើខ្ញុំហើយទិញរបស់ហើយត្រូវហត់ធ្វើនេះបាទអត់ទេខ្ញុំរៀបចំមើលអស់បាទហើយខ្ញុំធានាបើកឲ្យដល់ផ្ទះដល់សុវត្ថិភាពអត់បញ្ហាទេអរគុណច្រើនបងប្អូនអរគុណមែនទែនបាទ